ជីទូកមើលតាមបន្លាយតែឥឡូវឃើញកាយទៅឃើញអស់ដីអស់ភក់អស់ស្អីទាំងអស់អានេះនៅខាងក្រោមឥឡូវឲ្យឃើញទាំងអស់គ្នាអ្នកស្រុកឃើញទាំងអស់គ្នាសម្រាប់យកបាន11តោនឬក៏12តោននេះក្នុងមួយថ្ងៃក្នុងខណ្ឌពោធិ៍សែនជ័យឥឡូវពេលដែលយើងចាប់ផ្ដើមស្ដារប្រជាពលរដ្ឋលោកចូលរួមសម្រាប់មានរហូតដល់14តោនទៅ15តោនក្នុងមួយថ្ងៃក្នុងខណ្ឌពោធិ៍សែនជ័យបានស្អីថាបងប្អូនប្រជាពលរដ្ឋយើងឈប់បោះសម្រាប់ចូលទៅក្នុងលូដែលអស់ចានគឺអញ្ចឹងហ្មងសបាយគាត់លូមានតែវាបិទអស់ហើយនេះគេជីទូកមើលបុកផាប៉ាងលីដាជីទូកអត់មើលបន្លាយមើលបន្លាយខាងក្រោមនោះវាស្ទះយ៉ាងម៉េចវាអីយ៉ាងម៉េចឃើញអស់ហ៎មកថាឡើងមកខាងនេះមកវាមិនលិចទេមេចូលអើអើយជីឲ្យវាសត្វរួចបត់ក្បាលទៅខាងនេះចំកណ្ដាលមកហើយបាននៅស្ងៀមជីទូកមើលកុងគាតែប៉ាងលីដាមានជីទូកមើលទន្លេក្នុងបឹងតែប៉ាងលីដាជីទូកក្នុងបន្លាយដើម្បីប្រាប់ប្រជាពលរដ្ឋនេះអានេះលូឆ្អឹងយ៉ាងនេះអានេះគេហៅថាជីទូកមើលតាមបន្លាយថ្ងៃហ្នឹងនិយាយបងបាយ័នគាត់ថាអេសបាយជីទូកមួយប៉ាងលីដាសបាយសាលារាជធានីភ្នំពេញលោកវៃស៊ីផាយឲ្យល្អហើយស្អាតណាស់គេស្អាតតែឥឡូវឃើញកាយទៅឃើញអស់ដីអស់ភក់អស់ស្អីទាំងអស់កាយទៅវាអស់អាលីងរួចមើលមិនខ្ញុំចេះតែនិយាយទេណាបងមើលពីនេះទៅនេះមើលពីនេះទៅឃើញហើយណោះឃើញហើយដល់ដំបូកខៀវពណ៌ខៀវពណ៌បៃតងខ្ញុំបរិស្ថានដល់ស្ពាន4-500 ម៉ែត្រមើលឃើញស្ពាន100ទី1នោះឃើញបងនោះឃើញនោះពណ៌ខៀវបានន័យថាកម្ពស់ទឹកយើងនៅនេះ2ម៉ែត្រទៀតយើងស្ដារមក2ម៉ែត្រគេណែមើលប្រចាំង7មកឃើញទាំងអស់គ្នាដាក់អញ្ចឹងឃើញអានេះនៅខាងក្រោមណាយើងមើលឲ្យឃើញអស់ថាលូវាប៉ុណ្ណាអីប៉ុណ្ណាហេតុអីកន្លងមកវាស្ទះវាលិចហ្នឹងដោយសារយ៉ាងម៉េចឥឡូវឲ្យឃើញទាំងអស់គ្នាអ្នកស្រុកឃើញទាំងអស់គ្នានេះជីទូកឯហ្នឹងជីប្រាប់ហើយដែលខ្ញុំអស់ចាបំផុតគឺអត់សម្រាមដែលខ្ញុំស្រឡាញ់ថាដែលអស់ចាហ្នឹងគឺអត់សម្រាមហ្មងមិនមែនចេះតែនិយាយណាវាអត់សម្រាមនេះអានេះលូអានេះឆ្អឹងជនីលូមកពីតួប្រូមកពីផ្លូវចោមចៅនេះបងនេះអានេះដែលកម្មករយើងសបាយគឺអត់ទឹកអត់លិចនេះគេហៅថាលូឆ្អឹងជនីព្រោះយើងនៅសល់កន្លែងនេះវាពិបាកកាយគេវាស្ពានអញ្ចឹងទៅយើងកាយអាអិចលូកអត់ដល់ទេប៉ុន្តែគ្រាន់តែថាវាមានតិចខ្ញុំសូមអរគុណប្រជាពលរដ្ឋជួសមុខឲ្យអាដាមអាបារាជធានីភ្នំពេញជួសមុខឲ្យលោកអាបាខណ្ឌខ្ញុំនឹងគឺថាប្រជាពលរដ្ឋលើដូចប្រើភាសាមួយម៉ាត់ថាដូចចូលរួមភ្លុកទឹកភ្លុកដីចូលរួមភ្លុកទឹកភ្លុកដីឲ្យរឿងបញ្ហាសម្រាប់មុនខ្ញុំកាយមុនការរាយការណ៍របស់មីសូដាក្នុងមួយថ្ងៃសម្រាប់យកបានតែ12តោនទេ11តោនឬក៏12តោននេះក្នុងមួយថ្ងៃក្នុងខណ្ឌពោធិ៍សែនជ័យឥឡូវពេលដែលយើងចាប់ផ្ដើមស្ដារប្រជាពលរដ្ឋលោកចូលរួមសម្រាប់មានរហូតដល់14តោនទៅ15តោនក្នុងមួយថ្ងៃក្នុងខណ្ឌពោធិ៍សែនជ័យបានសេចក្តីថាយ៉ាងម៉េចថាបានសេចក្តីថាបងប្អូនប្រជាពលរដ្ឋយើងឈប់បោះសម្រាមចូលទៅក្នុងលូឈប់បោះសម្រាមទុកដាក់នៅក្នុងដីឡូដែលស្អីដែលពិបាកហ្នឹងគឺកន្លែងហ្នឹងមួយដែលខ្ញុំចូលរួមដែលអស់ចាហ្នឹងគឺអញ្ចឹងហ្មងសបាយអញ្ចឹងបានថាសូមអរគុណទៀតដល់បងប្អូនប្រជាពលរដ្ឋយើងដែលចូលរួមយ៉ាងសស្រាក់អស្រាំចូលរួមในការទុកដាក់សម្រាមអានេះវាជាគំរូមួយដ៏ល្អសម្រាប់ឲ្យប្អូនទាំងអស់គេហៅថាទាំងអស់គ្នាសម្រាប់ឲ្យយុវជនសកលក្រោយយកគំរូតាមអំពើល្អដែលប្រជាពលរដ្ឋយើងអត់បោះសម្រាមបោះអីតាមពាសវាពេសការទៀតគេហៅថាដូរអាទម្លាប់ស៊ីកន្លែងណាចោលកន្លែងហ្នឹងយើងដូរទម្លាប់ហើយមិនឈប់ខិតឈប់អីណាអោណែធ្នឹមអានេះធ្នឹមគេយើងពេលហ្នឹងទៅយើងទៅវាមានកម្ពស់ទឹកវាច្រើនទឹកហូរមកមកវាអត់មានកលហ្នឹងទេបើយើងអត់ស្ដារទេវានៅកលទឹកមកវានៅលើនេះនៅលើទឹកអញ្ចឹងហើយបានចេះតែលេចឲ្យលេចទៀតហ្នឹងគឺអាបន្លាយមេហ្នឹងបន្លាយមេនេះវាកលពេញអស់ហើយឃើញទេវានេះគេមានទឹកស្រកឲ្យបាយទេគឺទឹកស្រកអស់ហើយជាបាយទឹកទៀតហ្នឹងបងយេកាយស្រកអស់ហើយមើលនឹមណាបាទ
ឥឡូវវាកលវាស្មើចង់ស្បាក់បាយបាននេះហើយនេះបាយវាតុំធោនេះតុំធោនៅក្នុងបន្លាយឥឡូវយើងយកអស់អាពួកក៏យកអាសម្រាមក៏យកអាតុំថ្មក៏យកទៀតអស់នេះ